បន្ទាប់ពីខ្ញុំស្លាប់ហើយទៅណាសេចក្តីពិតតាមព្រះធម៌សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងពិភាក្សាពីសំណួរមួយដែលមនុស្សស្ទើរតែគ្រប់គ្នាធ្លាប់សួរខ្លួនឯងសំណួរនោះគឺស្លាប់ហើយទៅណាសំណួរនេះមិនមែនថ្មីទេតាំងពីសម័យព្រះពុទ្ធក៏មានមនុស្សជាច្រើនសួរដូចគ្នាមនុស្សភ័យស្លាប់ព្រោះមិនដឹងថាបន្ទាប់ពីនេះមានអ្វីកើតឡើងតើស្លាប់ហើយអស់ទាំងស្រុងតើមានជីវិតបន្ទាប់ទៀតទេតើយើងនឹងជួបអ្នកដែលយើងស្រឡាញ់ទៀតទេសំណួរទាំងនេះជ្រាលជ្រៅណាស់តែព្រះពុទ្ធបានបង្ហាញផ្លូវឲ្យយល់សេចក្តីស្លាប់មិនមែនជាចប់ក្នុងព្រះធម៌សេចក្តីស្លាប់មិនមែនជាចំណុចបញ្ចប់ទេវាគ្រាន់តែជាការបដូររូបភាពមួយទៅរូបភាពមួយទៀតដូចទឹកក្នុងទន្លេទឹកដែលហូរនៅពេលនេះមិនមែនទឹកដដែលនៅមុនទេតែវាបន្តហូរជីវិតក៏ដូចគ្នារាងកាយផ្លាស់ប្ដូរចិត្តផ្លាស់ប្ដូរហើយពេលស្លាប់ការបន្តនោះក៏នៅមានព្រះពុទ្ធបង្រៀនអំពីសង្សារវដ្តនោះគឺកើតចាស់ឈឺស្លាប់ហើយកើតឡើងវិញវដ្តនេះបន្តទៅរហូតដល់មានបញ្ញាផុតទុក្ខតើអ្វីទៅបន្តមនុស្សជាច្រើនគិតថាមានព្រលឹងមួយចេញពីរាងកាយតែព្រះពុទ្ធមិនបានបង្រៀនបែបនោះទេព្រះអង្គបង្រៀនអំពីចរន្តចិត្តនិងកម្មដូចភ្លើងទៀនភ្លើងពីទៀនមួយអាចបន្តទៅទៀនមួយទៀតភ្លើងថ្មីមិនមែនដូចដើមទាំងស្រុងតែមិនខុសទាំងស្រុងដែរនេះហើយជាកំណើតថ្មីកម្មជាអ្នកនាំផ្លូវព្រះពុទ្ធមានព្រះបន្ទូលថាសត្វទាំងឡាយមានកម្មជាកម្មសិទ្ធិមានន័យថាអ្វីដែលយើងគិតនិយាយនិងធ្វើសុទ្ធតែបង្កើតទិសដៅបើរស់ដោយកំហឹងចំណែនបោកប្រាស់សម្លាប់ចិត្តនិងធ្ងន់បើរស់ដោយមេត្តាសិលសប្បុរសការអភ័យចិត្តនិងស្រាលហើយចិត្តចុងក្រោយមានឥទ្ធិពលខ្លាំងចិត្តចុងក្រោយសំខាន់យ៉ាងណាសម័យថាមនុស្សម្នាក់រស់ល្អតែពេលស្លាប់ពោពេញដោយកំហឹងឬមនុស្សម្នាក់ធ្លាប់មានកំហុសប៉ុន្តែពេលចុងក្រោយមានការសារភាពនិងសន្តិភាពចិត្តចុងក្រោយដូចទិសខ្យល់ចុងក្រោយដែលជួយកំណត់ផ្លូវដូច្នេះហើយព្រះធម៌បង្រៀនឲ្យហ្វឹកចិត្តតាំងពីរស់មិនមែនរងចាំដល់ថ្ងៃស្លាប់ទៅទីណាតាមព្រះធម៌មានភពជាច្រើនមនុស្សលោកទេវលោកព្រហ្មលោកនរកប្រែតអេរិឆានតែចំណុចនេះមិនមែនសម្រាប់ភ័យទេតែសម្រាប់យល់ថាកម្មមានផលរឿងគីសាកោតមីនាងបាត់បង់កូនហើយមិនទទួលយកបាននាងយកសាកសពកូនទៅសុំឲ្យព្រះពុទ្ធជួយព្រះអង្គប្រាប់ថាចូលទៅយកគ្រាប់ស្ពៃពីផ្ទះណាដែលមិនធ្លាប់មានមនុស្សស្លាប់នាងដើរទៅគ្រប់ផ្ទះសុទ្ធតែធ្លាប់មានអ្នកស្លាប់ពេលនោះនាងយល់ថាសេចក្តីស្លាប់គឺជាធម្មជាតិរបស់ជីវិតនេះជាបញ្ញាដ៏ជ្រាលជ្រៅហេតុអ្វីយើងភ័យស្លាប់ព្រោះយើងជាប់រាងកាយជាប់មនុស្សជាប់ទ្រព្យជាប់ឈ្មោះហើយយើងគិតថានេះជារបស់ខ្ញុំតែវិបស្សនាបង្រៀនឲ្យឃើញថាអ្វីទាំងអស់មិនទៀងបើយល់អនិច្ចាការភ័យស្លាប់នឹងថយស្លាប់កំពុងកើតឡើងរាល់ថ្ងៃស្ដាប់ឲ្យជ្រៅស្លាប់មិនមែនរងចាំថ្ងៃចុងក្រោយកោសិកាចាស់ស្លាប់រាល់ថ្ងៃគំនិតចាស់ស្លាប់រាល់ថ្ងៃអារម្មណ៍ចាស់ស្លាប់រាល់ថ្ងៃដង្ហើមចូលកើតដង្ហើមចេញរលត់នេះជាការស្លាប់តូចបើយល់រឿងនេះយើងនឹងយល់ការស្លាប់ធំតើធ្វើដូចម្ដេចដើម្បីមិនភ័យស្លាប់1រស់ដោយសិល2ធ្វើល្អជាប្រចាំ3អភ័យទោស4អនុវត្តសតិ5អនុវត្តវិបស្សនាពេលចិត្តស្អាតការស្លាប់នឹងមិនគួរភ័យដូចមុនសំណួរសំខាន់ជាងស្លាប់ហើយទៅណាព្រះធម៌បង្រៀនថាប្រហែលសំណួរសំខាន់ជាងគេគឺថ្ងៃនេះខ្ញុំកំពុងរស់យ៉ាងដូចម្ដេចព្រោះថ្ងៃនេះគឺគ្រាប់ពូជនៃថ្ងៃស្អែកបើយើងរស់ដោយបញ្ញាសេចក្តីស្លាប់នឹងមិនជាសត្រូវទេវានឹងគ្រាន់តែជាការផ្លាស់ប្ដូរពេលឃើញមនុស្សស្លាប់តើគួររៀនអ្វីពេលយើងឮដំណឹងថាមាននរណាម្នាក់ស្លាប់មនុស្សភាគច្រើនតែងភ្ញាក់ផ្អើលយើងនិយាយថាលឿនពេកមិនគួរឡើយមិនទាន់ដល់វ័យប៉ុន្តែបើមើលតាមព្រះធម៌សេចក្តីស្លាប់មិនសួរអាយុទេមិនសួរថាអ្នកមានប៉ុន្មានឆ្នាំមិនសួរថាអ្នកមានលុយប៉ុន្មានមិនសួរថាអ្នកមានឋានៈអ្វីវាមកតាមហេតុនិងបច្ច័យនេះហើយជាមេរៀនធំពេលឃើញអ្នកដទៃស្លាប់យើងគួរចងចាំថាថ្ងៃមួយយើងក៏ដូចគ្នាមិនមែនដើម្បីភ័យតែដើម្បីភ្ញាក់ថាពេលវេលាមានកំណត់ហេតុអ្វីមនុស្សភាគច្រើនភ្លេចសេចក្តីស្លាប់ព្រោះយើងរស់ដូចជាមានពេលអស់កលយើងពន្យាពេលធ្វើល្អព្រះពុទ្ធបានបង្រៀនឲ្យរមុខសេចក្តីស្លាប់ជាញឹកញាប់ហៅថាមរណសតិមិនមែនគិតដើម្បីសោកតែគិតដើម្បីរស់ដោយភ្ញាក់មរណសតិការរមុខសេចក្តីស្លាប់បើរាល់ថ្ងៃអ្នករមុខថាថ្ងៃមួយខ្ញុំនឹងស្លាប់អ្វីនឹងកើតឡើងអ្នកនឹងខឹងតិចជាងមុនអ្នកនឹងស្រឡាញ់បានជ្រៅជាងមុនអ្នកនឹងមិនចង់ខ្ជះខ្ជាយពេលលើរឿងតូចព្រោះអ្នកដឹងថាពេលវេលាមានតម្លៃមរណសតិមិនធ្វើឲ្យជីវិតងងឹតទេតែធ្វើឲ្យជីវិតភ្លឺ
ព្រោះអ្នកឃើញថារាល់ថ្ងៃគឺអំណោយតើអ្នកស្លាប់មានអារម្មណ៍ដែរទេនេះជាសំណួរដែលមនុស្សជាច្រើនចង់ដឹងតាមព្រះធម៌ពេលរាងកាយបញ្ឈប់វិញ្ញាណចិត្តចុងក្រោយក៏ផុតទៅហើយភ្ជាប់ទៅកំណត់ថ្មីតាមកម្មវាលឿនណាស់ដោយភ្លើងឆេះពីទៀនមួយទៅមួយទៀតมันមានចន្លោះយូរទេតែអ្វីដែលសំខាន់គឺសភាពចិត្តនៅពេលចុងក្រោយបើចិត្តពោពេញដោយសេចក្តីភ័យវានឹងធ្ងន់បើចិត្តពោពេញដោយសន្តិភាពវានឹងស្រាលនេះហើយជាមូលហេតុដែលការពឹកចិត្តសំខាន់តើយើងអាចជួយអ្នកចិត្តស្លាប់បានទេអាចបានមិនមែនតែថ្នាំឬការថែទាំទេតែជួយដោយបរិយាកាសចិត្តនិយាយពាក្យស្ងប់រំអុករឿងល្អបង្កើតមេត្តាឲ្យគាត់លែងកាន់កុំធ្វើឲ្យគាត់ភ័យកុំធ្វើឲ្យគាត់ជាប់ព្រោះពេលចុងក្រោយនេះមានតម្លៃណាស់តើយើងគួរត្រៀមស្លាប់យ៉ាងដូចម្តេចមនុស្សជាច្រើនរៀបចំជីវិតតែរៀបចំស្លាប់តិចណាស់ការត្រៀមស្លាប់ល្អបំផុតគឺរស់ហេតុរស់ដោយស្មោះត្រង់កុំធ្វើបាបអ្នកដទៃបង្កើតបុណ្យរក្សាសិលអនុវត្តសតិបើរស់បែបនេះថ្ងៃស្លាប់នឹងស្រាលព្រោះមិនសូវមានអ្វីស្ដាយចុងក្រោយបំផុតសេចក្តីស្លាប់មិនមែនជាសត្រូវទេវាជាគ្រូមួយវាបង្រៀនថាកុំកាន់ពេកកុំខឹងយូរកុំចាំស្អែកស្រឡាញ់ថ្ងៃនេះធ្វើល្អថ្ងៃនេះអភ័យថ្ងៃនេះព្រោះថ្ងៃនេះជាអ្វីដែលយើងមានពិតហើយថ្ងៃមួយពេលដល់ពេលចាក់ចេញបើយើងបានរស់ដោយបញ្ញាយើងនឹងអាចចាក់ទៅដោយស្ងប់មិនមែនដោយភ័យតែដោយការយល់ហើយនោះហើយប្រហែលជាសេចក្តីស្លាប់ដ៏ស្រស់ស្អាតបំផុតតើអ្នកណាខ្លះដែលគួរគិតអំពីសេចក្តីស្លាប់មនុស្សជាច្រើនគិតថារឿងស្លាប់ទុកឲ្យចាស់គិតទៅតែព្រះធម៌មិនបែងចែកបែបនោះទេក្មេងក៏ស្លាប់បានចាស់ក៏ស្លាប់បានអ្នកមានក៏ស្លាប់បានអ្នកក្រក៏ស្លាប់បានសេចក្តីស្លាប់មិនរើសមុខហើយដោយសារវាមិនប្រាប់មុននោះហើយជាមូលហេតុដែលយើងគួរត្រៀមខ្លួនមិនមែនត្រៀមទ្រព្យទេតែត្រៀមចិត្តអ្វីដែលមនុស្សស្ដាយមុនស្លាប់មនុស្សជាច្រើននៅពេលចិត្តស្លាប់តែងស្ដាយរឿងដូចជាមិនបានចំណាយពេលជាមួយគ្រួសារមិនបាននិយាយពាក្យស្រឡាញ់មិនបានសុំទោសមិនបានអភ័យទោសចំណាយជីវិតលើរឿងដែលគ្មានតម្លៃនេះជាមេរៀនធំកុំរងចាំដល់ថ្ងៃចុងក្រោយទើបធ្វើរឿងសំខាន់ធ្វើថ្ងៃនេះស្រឡាញ់ថ្ងៃនេះអភ័យថ្ងៃនេះធ្វើល្អថ្ងៃនេះពេលយើងស្លាប់តើអ្នកដទៃយំអ្វីសូមគិតមួយផ្លែតថ្ងៃមួយបើយើងមិននៅទីនេះទៀតតើមនុស្សនឹងនិយាយអំពីយើងយ៉ាងដូចម្តេចតើគេនឹងចាំយើងថាជាមនុស្សមេត្តាជាមនុស្សស្មោះត្រង់ជាមនុស្សដែលជួយអ្នកដទៃឬគ្រាន់តែជាមនុស្សដែលរត់តាមលុយនេះជាសំណួរសំខាន់ណាស់ព្រោះជីវិតមិនវាស់តាមចំនួនឆ្នាំតែវាស់តាមគុណភាពនៃការរស់តើធ្វើដូចម្តេចឲ្យថ្ងៃស្លាប់ស្ងប់ព្រះពុទ្ធបង្រៀនថាបើចង់ស្លាប់ដោយស្ងប់ត្រូវរស់ដោយស្អាតរស់ដោយមិនបោកប្រាស់មិនធ្វើបាបមិនលួចមិនកុហកមិនបង្កទុក្ខអ្នកដទៃពេលចិត្តគ្មានបំណុលសេចក្តីស្លាប់នឹងស្រាលដោយមនុស្សដាក់បន្ទុកធ្ងន់ចុះតើបុណ្យជួយអ្នកស្លាប់បានទេក្នុងព្រះពុទ្ធសាសនាបុណ្យអាចឧទ្ទិសបានប៉ុន្តែអាស្រ័យលើភពដែលអ្នកនោះកើតអ្វីសំខាន់ជាងគេគឺការរស់នៅរបស់គាត់ពេលនៅមានជីវិតដូច្នេះកុំរងចាំអ្នកដទៃធ្វើបុណ្យឲ្យយើងធ្វើដោយខ្លួនឯងតាំងពីថ្ងៃនេះនេះជាការត្រៀមល្អបំផុតចុងក្រោយបំផុតកុំរស់ដូចមនុស្សដេកមនុស្សជាច្រើនដើរធ្វើការញ៉ាំនិយាយរស់ប៉ុន្តែមិនភ្ញាក់ដឹងរស់ដូចសុបិនពេលស្លាប់ទើបភ្ញាក់ថាអូជីវិតអស់ហើយព្រះធម៌បង្រៀនឲ្យភ្ញាក់ឥឡូវនេះមើលដង្ហើមមើលចិត្តមើលអារម្មណ៍មើលជីវិតបើយើងភ្ញាក់ពេលរស់ពេលស្លាប់នឹងមិនងងឹតទេព្រោះអ្នកដែលយល់ជីវិតក៏យល់សេចក្តីស្លាប់ដែរហើយអ្នកដែលយល់សេចក្តីស្លាប់នឹងរស់បានជ្រាលជ្រៅជាងមុនសេចក្តីបញ្ចប់ថ្ងៃមួយយើងទាំងអស់គ្នានឹងត្រូវចាកចេញអ្វីដែលទៅជាមួយយើងគឺកម្មនឹងចិត្តដូច្នេះចាប់ពីថ្ងៃនេះសូមរស់ដោយការដឹងដោយមេត្តាដោយសតិដោយបញ្ញាព្រោះបើយើងរស់ល្អថ្ងៃស្លាប់នឹងមិនគួរភ័យទេហើយប្រហែលពេលនោះយើងនឹងមិនសួរថាស្លាប់ហើយទៅណាតែយើងនឹងញញឹមហើយដឹងថាធម្មជាតិកំពុងបន្តដំណើររបស់វាសូមឲ្យអ្នកទាំងអស់គ្នាមានសេចក្តីសុខនិងបញ្ញាភ្លឺថ្លាសាធុសាធុសាធុ